បាទសួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទហើយថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាសួនសត្វភ្នំតាម៉ៅបាទដែលមានទីតាំងនៅក្នុងស្រុកបាទីខេត្តតាកែវបាទហើយនេះជាផ្លូវឆ្ពោះទៅកាន់សួនសត្វភ្នំតាម៉ៅបច្ចុប្បន្ននេះផ្លូវគឺមានសភាពស្អាតមែនទែនបងប្អូនចាក់កៅស៊ូអញ្ចឹងបងប្អូនមានការងាយស្រួលក្នុងការទស្សនាមែនទែនហើយខាងមុខនោះជារូបសំណាករបស់លោកតាម៉ៅបាទអញ្ចឹងយើងមកដល់នេះអាចចុះគោរពចុះពីឡានពីម៉ូតូយើងចុះគោរពគាត់បន្តិចទៅមុននឹងបើយើងទៅស្ដាំទៅវត្តភ្នំតាម៉ៅហើយមានប្រាសាទភ្នំតាម៉ៅនៅខាងលើនេះជាជណ្ដើរខាងត្បូងវត្តហើយខាងឆ្វេងយើងទៅកាន់សួនសត្វអញ្ចឹងខ្ញុំបាទជិះទៅហើយទៅខាងឆ្វេងបាទហើយនេះជាឱកាសចូលឆ្នាំនៅថ្ងៃទី2ខ្ញុំទស្សនានេះភាសាខ្ញុំបាទមកព្រឹកពេកបាទតែផ្ទះខ្ញុំនៅចិត្តហ្នឹងឯងអញ្ចឹងមុននឹងឆ្លងទៅយើងមានទឹកគេសម្រាប់មេរោគសិនបាទអញ្ចឹងយើងឆ្លងទឹកសិនបានយើងទៅដល់កន្លែងទិញសំបុត្រចូលបាទរួចហើយខ្ញុំជិះម៉ូតូចូលបានយើងអាចយកឡានយកម៉ូតូយើងចូលទៅទស្សនាសួនសត្វបានដោយសារសួនសត្វភ្នំតាម៉ៅគឺមានផ្ទៃដីធំមែនតើអញ្ចឹងយើងអត់អាចដើរបានទេយើងត្រូវការជិះយានជំនិះឬក៏បងប្អូនចង់ដើរក៏បានដែរបងប្អូនចង់ហាត់ប្រាណអីយើងអាចដើរបានហើយខាងនេះជាបឹងមានសត្វស្លាបច្រើនបាទពីមុនដោយសារពីមុនខ្ញុំបាទមកកាន់បឹងអីគឺមកគេងនៅលើវត្តភ្នំតាម៉ៅនេះឯងបោះបាយបិណ្ឌឯព្រឹកឡើងបាទសុបាយកាលនោះយើងបោះបាយបិណ្ឌចេះស្វាវាប្លង់ចាប់ដូចអ្នកចាំទីបាតអត់ចឹងបាទហើយខាងនេះជាទ្រង់ដំរីបាទដំរីកូនដំរីលងផាត់អីគាត់នៅដុំហ្នឹងឯងបាទខ្ញុំមិនដឹងថាមួយណាដែរប៉ុន្តែនៅបរិវេណហ្នឹងឯងបងប្អូនហើយពីនេះគេកំពុងលេងទឹកបាទត្រជាក់គឺល្អយើងចូលឆ្នាំធម្មតាខែចែកដូចចាស់ថាខែចែកក្តៅខ្លាំងខែប្រាំងក្តៅហែងណាបាទអញ្ចឹងពាក្យចាស់លោកពោលគឺមិនដែលខុសទេដោយសារអីលោកបានឆ្លងកាត់រួចអស់ទៅហើយបានលោកតាក់តែងជាឃ្លាជាប្រយោគឲ្យយើងកត់ចំណាំទុកតែគេលេងទឹកសបាយបាទបាទថតកន្លែងនេះរៀងយូរបន្តិចពួកអីចង់ឲ្យបងប្អូនទស្សនាដំរីឲ្យបានយូរផងហើយបងប្អូនមកទស្សនារឿងមួយដែលយើងគួរធ្វើមិនថាតែរមណីយដ្ឋានភ្នំតាម៉ៅនេះទេគ្រប់រមណីយដ្ឋានយើងត្រូវតែជួយថែរក្សាបរិស្ថានរបស់គ្នាពេលដែលយើងញ៉ាំនំចំណីអីហើយយើងខ្ចប់ឲ្យត្រឹមត្រូវទៅយើងដាក់ធុងសម្រាមឬក៏យើងអាចខ្ចប់យកទៅដាក់កន្លែងណាសមគួរដែលខាងរមណីយដ្ឋានគាត់រៀបចំមានភ្ញៀវមកបដាហើយបាទហើយជាបាច់ជិះម៉ូតូខ្ញុំតទៅមុខទៀតបាទខាងនេះសត្វអូទ្រីសបាទបងប្អូនអត់ដែលឃើញអូទ្រីសនេះបាទសម្រាប់បងប្អូនណាក៏អត់ដែលឃើញខ្ពស់ជាងឯអូទ្រីសនគរគាត់លូតទៅផុតទ្រុងបាទមានភ្ញៀវបរទេសជនជាតិចិនអីគាត់មកមើលដែរព្រោះនៅចិត្តនេះមានរោងចក្រច្រើនបាទតែជាហេតុធ្វើឲ្យប្រជាពលរដ្ឋយើងគាត់មានការងារធ្វើច្រើនដែរអត់បាក់ចំណាក់ស្រុកទៅណាទេបាទនេះត្រង់កម្ពុជាបាទហើយខ្ញុំបាទទៅកម្ពុជាអត់ឃើញប្រហែលជាគាត់លាក់ខ្លួននៅតាណាបាទព្រោះកម្ពុជាគាត់សារលាក់ខ្លួននឹងនៅតាណាទេនៅដុំហ្នឹងឯងបាទក្នុងរុំដីគាត់នេះប្រឹសបាទត្រង់ប្រឹសដើមឈើនៅភ្នំតាម៉ៅយើងអត់សូវធំទេបាទតូចនេះប្រឹសហើយកំពុងដីទេបាទ
ស្អាតៗបាទសត្វប្រើសអូគេឆ្ងល់ហើយបាទឃើញខ្ញុំកាន់កាមេរ៉ាថតគេឆ្ងល់វាបើនិយាយទៅសម្បូរចំណីទេបងប្អូនអត់ថាខ្វះខាតអីទេព្រោះអីនៅនេះគាត់ផ្ដល់ចំណីគ្រប់គ្រាន់ដល់សត្វអញ្ចឹងសត្វមើលទៅថតបាទស្អាតខ្ញុំឆ្លាញ់ទៅប្រើសមួយខាងឆ្វេងនេះប្រើសនេះប្រើសឈ្មោលបាទស្នែងវែងគេឆ្ងល់គេខ្លាំងគេងើបងើបមើលហើយសត្វនៅក្នុងសួនសត្វភ្នំតាម៉ៅនេះមានច្រើនណាបងប្អូនមិនមានតែប៉ុណ្ណឹងទេណាសត្វច្រើនណាស់អញ្ចឹងបងប្អូនចង់មើលផ្ទាល់ភ្នែកថាស្អាតប៉ុណ្ណាបងប្អូនមកមើលផ្ទាល់មកពីរាជធានីភ្នំពេញមកមិនឆ្ងាយកន្លែងនេះកន្លែងអាងកពើពីមុនណាបាទនឹងគេហៅដងព្រីងតែខ្ញុំចាំបានកណ្ដេះក្តានខាងនេះក្តានហ្នឹងគេហៅក្តានផ្កាយបាទក្តាននេះខ្ញុំជិះតាមផ្លូវពីភ្នំពេញគឺជាលេខ6ហ្នឹងបាទចេញពីជ្រោយចង្វាមកឃើញគេលក់រូបសំណាក់ក្តានពណ៌នេះហើយបាទខ្ញុំមើលសួនសត្វភ្នំតាម៉ៅហើយស្រាប់តែជិះតាមផ្លូវឃើញបាទបងដល់ចាប់អារម្មណ៍ដល់ពេលមើលសត្វនេះហើយចាប់អារម្មណ៍បាទក្លែកភ្នែកទៅឃើញដល់បងប្រុសគាត់កំពុងតែដាក់តកួនឲ្យស៊ីបាទមានស្មៅមានតកួនហ្នឹងបាទនិយាយទៅអត់ខ្វះចំណីបាទសត្វយើងចាំទុកឲ្យភ្ញៀវមើលអញ្ចឹងគឺត្រូវតែឲ្យគាត់ដិតដល់គាត់ថាស្វាបាទមេតំបន់បាទបានទេបងប្អូនត្រូវតែប្រយ័ត្នកាន់អីបាទពួកគាត់មិនបានទេលឿនណាស់បាទហនុមានបងប្អូនដឹងស្រេចទេបាទនៅកងោកបាទសត្វមានគ្រប់ប្រភេទណាវីដេអូនេះរឿងវែងបងប្អូនអញ្ចឹងបងប្អូនមើលបានច្រើនបាទនៅកងោកដែរអត់បើកស្លាបភាសាខ្ញុំបាទអត់ហ៊ានដាក់ភ្លេងដាក់អីទេកុំឲ្យជាប់ copyright អញ្ចឹងនិយាយឲ្យបងប្អូនស្ដាប់សុទ្ធតែម្ដងហើយការនិយាយរបស់ខ្ញុំថ្ងៃនេះក៏មិនជាតាមពាក្យបច្ចេកទេសក្រុមម៉ាត់ដែរបាទនិយាយក្រៀមភាសាខ្លះហើយកាលនោះមានដំរីលំផាត់បាទលំផាត់នៅខាងនោះខ្ទីងខ្លាឃ្មុំតោបាទណាស់តូចមកុដបាទកាលនោះគេពងប្លែងគ្នាកូនតូចអញ្ចឹងបងប្អូនឃើញអ្នកធ្វើវីដេអូមួយមិនមែនស្រួលទេបងប្អូនកាត់ម្ដងពីរដងហើយយើងបញ្ចូលសលេងយើងមានតែបញ្ចូលហើយយើងយកតែម្ដងបងប្អូនចង់ឲ្យវីដេអូនឹងកាន់តែល្អយើងត្រូវមើលពីរដងបាទ double check ឲ្យច្រើនដងតិចបាទបានវីដេអូយើងចេញមកវាអាចទទួលយកបានហើយខ្ញុំក៏មិនមែនអ្នកជំនាញទេដែរគ្រាន់តែថាខ្ញុំចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកបាទកណ្ដេះខ្ទីង
បាទខ្ទិញធំបាទនៅមកខាងត្រង់ខាងនោះមកខ្ញុំស៊ូមមើលបាទនោះខ្មៅបងប្អូនខ្ទិញនោះខាងនោះខ្មៅព្រិចធំបាទធំដូចគោតូរ៉ូបាទគោសាច់ដុំបាទគេយកជុលគ្នាក្នុងពួកខ្ទិញបាទខាងនេះត្រង់ខ្លាឃ្មុំដូចខ្ញុំប្រាប់បងប្អូនពីដើមវីដេអូអញ្ចឹងដោយសារខ្ញុំមកព្រឹកពេកអត់សូវមានមនុស្សទេពេលខ្ញុំចេញទៅវិញចាប់ផ្ដើមមានភ្ញៀវគាត់មកមើលម៉ោង8:09បាទខ្ញុំចេញទៅវិញខ្ញុំមកនេះម៉ោងផ្លែតទេដោយសារខ្ញុំមានការទៅវត្តទៅបាំងស្កូលបាំងអីជុំបងប្អូនអញ្ចឹងទៅខ្ញុំមកមើលផ្លែតថតចែកបងប្អូនទស្សនាដែរបាទខ្លះខ្មុំក៏គាត់លាក់ខ្លួនដែរតើយើងស្វែងរកគាត់បន្តិចបាទហើយនៅចិត្តនោះមែនណាខាងឆ្វេងដៃបាទនោះមកព្រិចណាបាទនោះគាត់នៅខាងនោះលេងអ្នកឯងនៅខាងនេះមកខាងទៀតបាទនេះកន្លែងលេងគាត់មកខាងទៀតមានតូងមានអីចឹងទៅមានផ្ទះគាត់ចូលក្នុងនឹងវិទ្យាជាតិបាទខាងនេះកន្លែងគាត់លេងដែរមានធុងសាំងមានអីគាត់បវល់កុំឲ្យអបសក់មានតូងមានអីស្ដាប់ដែរបាទអញ្ចឹងកន្លែងនេះយើងមានដំរីលំផាត់បាទដំបងតោពស់វែករនាមបាទអញ្ចឹងយើងនៅតាំងពីពស់វែករនាមខាងនេះតូចដែរបាទតូចខ្មៅបាទត្រង់គេដាក់អីក្រាស់បន្តិចដោយសារសត្វកម្របាទការពារសុវត្ថិភាពបើអញ្ចឹងគាត់អត់ឲ្យផ្ដល់ចំណីទេដោយសារយើងពេលខ្លះអត់ដាក់ផ្លាទៅក្មេងៗជាពិសេសគាត់ហុចស្ករគ្រាប់ហុចអីទៅវាអាចធ្វើឲ្យប៉ះពាល់សុខភាពសត្វអញ្ចឹងទៅបានគាត់ដាក់អត់ឲ្យផ្ដល់ចំណីបាទមកត្រង់នៅតែឯងបាទទីទៀតថាជាគាត់យកមួយទៀតមកដាក់នេះប្រះផ្កាយបាទខ្ញុំប្រាប់បងប្អូនមុនហ្នឹងបាទនេះហៅប្រះផ្កាយពណ៌ស្អាតទេបាទប្រះភេទនេះតែអត់សូវធំទេតូចនឹងកូនគេអញ្ចឹងបងប្អូនកុំភ្លេចជួយ like share វីដេអូនេះម្នាក់មួយផងបើចូលចិត្តវីដេអូនេះក្នុងគ្រួសារគាត់វាឆ្ងល់យើងថតវាឆ្ងល់បែបនេះថតវាទៅធ្វើអីណាអញ្ចឹងបើយើងទស្សនាកាន់តែច្រើនយើងក៏អាចជួយជាចំណូលដល់ចំណីដល់សត្វដែរបាទព្រោះប្រាក់ចំណូលគាត់មានយកទៅណាពួកគាត់យកទៅទិញចំណីឲ្យសត្វហ្នឹងឯងនេះពោះថ្លានេះបាទ
បាទហើយមួយទៀតបងប្អូនរមណីយដ្ឋាននៅខេត្តណាក៏ជាទឹកដីរបស់ខ្មែរយើងទាំងអស់គ្នាដែរបាទក៏មានចិត្តចំណែនគ្នាតែខេត្តនេះខេត្តនោះអីទឹកដីខ្មែរយើងទាំងអស់តែគ្នាទេអញ្ចឹងយើងចូលរួមថែរក្សាក៏ដូចជាអភិរក្សទាំងអស់គ្នាកណេះពស់វែករនាមបាទ King Cobra បាទស្ដាច់ពស់ហើយបាទពស់វែករនាមបាទកណេះមានគ្រូសាបងប្រុសគាត់មកថតមុនខ្ញុំបាទជួបញៀវជាតិយើងបដាមកព្រិចបាទខ្លួននោះបាទប៉ុណ្ណាណៃបាទកតុយធំណាស់កតុយបាទនេះឆ្កែចចកបងប្អូនបាទមើលផ្លែច្រឡំមួយឆ្កែស្រុកយើងបាទដោយសារឆ្កែស្រុកយើងខ្លះមានរាងចឹងដែរស្តៀងគ្នាតែនេះចចកបងប្អូនបាទពីដើមសបោចាស់ថាព្រឹកឡើងលូអានេះបងប្អូនមើលកតុយវាធំបាទទៅឆ្កែចកធំនេះប្រើសនេះនៅចិត្តទ្រង់ស្វាបាទជាប់ទ្រង់ស្វាណាដែលកាចខ្លាំងខ្ញុំចាប់យកមកដាក់ទ្រង់បាទពីតំបន់ផ្សេងដាក់ទ្រង់ក្រាស់បន្តិចដើម្បីកុំឲ្យគាត់ខំគេខំឯងអានេះមានកេងកងបាទយើងហៅសត្វផ្វាំងបាទផ្វាំងប៉ុន្តែយើងមើលទៅគឺវាដូចតែកេងកងដែរបាទដាក់ផ្វាំងអានោះកេងកងធំទ្រង់ពីរផ្សេងគ្នាចឹងសัตว์មិនមែនតែប៉ុណ្ណឹងណាបងប្អូនច្រើនសัตว์ច្រើនណាស់ចឹងបងប្អូនចង់ទស្សនាផ្ទាល់បាទជាភ្នែកបងប្អូនទៅមើលផ្ទាល់បាទត្រូវនេះគ្រូសាខ្មែរយើងគាត់មកបដាបាទបាទក្នុងតំបន់សត្វស្លាបបាទអញ្ចឹងអរគុណបងប្អូនក្នុងការទស្សនាវីដេអូនេះនេះវិញបឹងបាទហើយបងប្អូនចូលចិត្តទេកុំភ្លេច share like ម្នាក់មួយផងបាទនេះផ្លូវចេញទៅវិញបាទនេះផ្លូវចុះពីភ្នំទៅវិញអរគុណជួបគ្នាវីដេអូក្រោយទៀតបាយបាយ